នេះខ្ញុំបានបង្កើតមួយដែលសម្រាប់ download វីដេអូពី YouTube ដែលវាអាច download បានទាំង MP3 និង MP4 គឺជាសំឡេងហើយនិងជាវីដេអូអញ្ចឹងដំបូងគឺយើងមកមើលកូដសិនអញ្ចឹងកូដគឺខ្ញុំបានបង្កើតជាមួយនឹង controller គឺដាក់នៅ controller ហើយនឹង route អញ្ចឹងនេះគឺជា route របស់ខ្ញុំគឺខ្ញុំទើបតែដាក់មួយ route ទេហើយយើងនឹងទៅមើល controller គឺខ្ញុំបានកើត function មួយចំនួនដែលប្រើសម្រាប់ download អឺជា MP3 ផងនិងជា MP4 ផងនៅក្នុងតែមួយ controller ហ្នឹងទេអញ្ចឹងបន្តមកទៀតគឺយើងមកមើល front end ហ្នឹងគឺខ្ញុំបានបង្កើតជាមួយនឹង React.js ហើយនឹង file CS Bootstrap អញ្ចឹងបន្តមកទៀតនេះគឺជាកូដ React ដែលខ្ញុំបានបង្កើតយូរហើយអញ្ចឹងយើងទៅលេខមើលនៅលើ browser របស់គ្នាអញ្ចឹងជាដំបូងខ្ញុំ run កូដសិនយើងបើកទៅ browser អញ្ចឹងនេះគឺជា UI របស់ខ្ញុំដែលខ្ញុំទើបតែធ្វើ UI ប៉ុណ្ណឹងសិនទេសម្រាប់ demo កូដថាវាដំណើរការពិតជាឬក៏វា work បានល្អអញ្ចឹងគឺខ្ញុំបានបង្កើត3ប៊ូតុងមួយប៊ូតុងសម្រាប់ import link ពី YouTube យកមកដាក់ទីនេះហើយពីរបបទៀតគឺជា download ជា MP3 ហើយនិង MP4 អញ្ចឹងដំបូងគឺយើងទៅយក link ពី YouTube សិនអញ្ចឹងបើកកូដយក link ចម្រៀង Avengers អូខេហាត់ចូលអញ្ចឹងដំបូងខ្ញុំនឹងធ្វើការ download ជា MP3 អូខេអញ្ចឹងវាកំពុងតែ processing នៃការ downloadអូខេយើងទទួលបានហើយគឺ MP3 អញ្ចឹងបន្តមកទៀតគឺនឹងធ្វើការ test ទៅលើការ download ជាវីដេអូ MP4 ម្ដងវា slow បន្តិចដោយសារអ៊ីនធឺណិតនៅលេង slow អូខេអញ្ចឹងចំពោះការ download ជាវីដេអូ MP4 ក៏យើងទទួលបានដែរហើយយើងអាចចូល folder download របស់យើងគឺនេះគឺជាវីដេអូ audio ជា MP3 ហើយនេះគឺជាវីដេអូ MP4 អញ្ចឹងយើងអាចបើក MP4 មុនអូខេគឺបានច្រើនពេចគឺយើងទទួលបានច្រើនពេចនិងសោវាគឺច្បាស់ល្អអញ្ចឹងបន្តមកទៀតគឺជា MP3 វិញម្ដងគឺយើងក៏អូខេអញ្ចឹងយើង back ទៅ source code វិញគឺខ្ញុំមាន folder មួយនៅក្នុង Writer គឺ folder download folder download ហ្នឹងគឺវាក្តោបទាំងអស់ក្តោបទាំងវីដេអូ MP3 និងជា MP4 គឺការ download របស់យើងគឺ install នៅក្នុងទាំងអស់អញ្ចឹងដើម្បីនេះគឺខ្ញុំនឹងធ្វើការបង្ហាញជូនគឺនេះគឺជា folder download ដែលវានៅក្នុង backend អញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំបាន download ទាំងវីដេអូហើយនឹងទាំង MP3 គឺវានៅក្នុងនឹងទាំងអស់គឺនៅក្នុង storage របស់យើងតែបើយើងប្រើនៅក្នុង browser គឺវានឹងចូលទៅក្នុង folder របស់យើង folder download អញ្ចឹងចំពោះការ demo នេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន